បាទសម្រាប់អង្គអ្នកដែលកើតនៅក្នុងឆ្នាំរោងក្នុងឆ្នាំ2026ខាងមុខនេះអ្នកដែលកើតឆ្នាំរោងបង្ហាញថាអ្នកកំពុងប្រឈមមុខនឹងឱកាសភ្លឺស្វាងជាច្រើនក្នុងកិច្ចការងាររបស់អស់លោកអ្នកទោះជាយ៉ាងណាក៏ដោយក្រៅពីសញ្ញាវិជ្ជមានអ្នកក៏អាចជួបប្រទះនិងសម្ពាធជាច្រើនក្នុងការប្រកួតប្រជែងដ៏ខ្លាំងក្លានៅកន្លែងកិច្ចការងារឬពាក្យចចាមអារាមមិនល្អពីមិត្តរួមការងារដែលចាក់រុករបស់អស់លោកអ្នកធ្វើឲ្យអ្នកមានការប៉ះពាល់អារម្មណ៍ខ្លះៗនេះគឺជាពេលវេលាដែលអ្នកត្រូវរក្សាស្មារតីនិងផ្ដោតអារម្មណ៍ដើម្បីប្រើប្រាស់ឲ្យបានល្អនៅឱកាសដែលលោកអ្នកកំពុងតែប្រឈមលក្ខណៈពេលនេះការគ្រប់គ្រងទំនាក់ទំនងជុំវិញខ្លួនយ៉ាងប៉ិនប្រសប់នៅកន្លែងកិច្ចការងាររបស់អស់លោកអ្នកដែលកើតឆ្នាំរោងអាចទទួលបានការកោតសរសើរចំពោះការខិតខំប្រឹងប្រែងនិងទំនួលខុសត្រូវរបស់គេប៉ុន្តែពួកគេមិនអាចជៀសផុតពីបញ្ហាប្រឈមពីអ្នកដទៃឬក៏ដៃគូប្រកួតប្រជែងឬការយល់ច្រឡំបន្តិចបន្តួចនៅក្នុងក្រុមកិច្ចការងាររបស់អស់លោកអ្នកនោះទេហិរញ្ញវត្ថុរបស់អស់លោកអ្នកកំពុងតែកើនឡើងក្នុងឆ្នាំថ្មីនេះដោយមានឱកាសជាច្រើនក្នុងការរកប្រាក់ចំណូលពីគម្រោងថ្មីឬប្រភពចំណូលបន្ថែមដែលអាចជួយឲ្យអស់លោកអ្នកមានអារម្មណ៍ថាសុវត្ថិភាពជាងមុនអំពីការចំណាយក្នុងរយៈពេលប្រចាំថ្ងៃបើនិយាយពីស្នេហាវិញអ្នកដែលនៅលាវទំនាក់ទំនងជាមួយនឹងគ្នានិងតាក់ទងគ្នាបានត្រឹមត្រូវហើយដៃគូស្នេហារបស់អស់លោកអ្នកមានភាពយល់ចិត្តគ្នាកាន់តែល្អប្រសើរបង្កើតចំណងមិត្តភាពដ៏រឹងមាំនិងចុះសម្រុងគ្នាសម្រាប់ស្នេហាអ្នកដែលនៅលាវមានឱកាសរកគូស្នេហ៍កាន់តែមានភាពយល់ចិត្តនិងចុះសម្រុងគ្នាសម្រាប់អាជីវកម្មកិច្ចការងារមានភាពអំណោយផលប៉ុន្តែអ្នកត្រូវតែយកចិត្តទុកដាក់ក្នុងការរក្សាស្មារតីរបស់អស់លោកអ្នកឲ្យបានរឹងមាំប្រឈមមុខនឹងសម្ពាធប្រកួតប្រជែងនិងការយល់ខុសបន្តិចបន្តួចសម្រាប់ហិរញ្ញវត្ថុការបង្កើនប្រាក់ចំណូលនិងឱកាសជាច្រើនក្នុងការរកប្រាក់ជួយឲ្យអ្នកលែងបារម្ភពីហិរញ្ញវត្ថុតទៀតនៅខាងមុខសុខភាពរបស់អស់លោកអ្នកវិញរក្សាទំនៀមទម្លាប់ជាប្រចាំដើម្បីរក្សាថាមពលនិងមានការប្រុងប្រយ័ត្នអ្នកដែលកើតនៅក្នុងឆ្នាំរោងមានភាពសម្រេចចិត្តយ៉ាងឆ្លាតវៃនិងមានសមត្ថភាពក្នុងការសម្របខ្លួនបានយ៉ាងរហ័សតាមកលៈទេសៈជួយឲ្យអស់លោកអ្នកដែលកើតឆ្នាំរោងងាយជំនះការលំបាកនិងចាប់យកឱកាសរក្សាភាពជឿជាក់និងស្ងប់ស្ងាត់ក្នុងគ្រប់ស្ថានភាពទាំងអស់ហើយដឹងពីរបៀបស្ដារនិងដោះស្រាយបញ្ហាទំនាក់ទំនងជុំវិញខ្លួនរបស់អស់លោកអ្នកយ៉ាងប៉ិនប្រសប់ដំបូងមានសម្រាប់អស់លោកអ្នកគឺត្រូវជឿជាក់លើខ្លួនឯងរក្សាគោលដៅរបស់អស់លោកអ្នកហើយកុំស្ទាក់ស្ទើរក្នុងការចែករំលែកអារម្មណ៍របស់អស់លោកអ្នកដើម្បីបង្កើនចំណងដ៏រឹងមាំ